ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel DR សម្រាប់រឿងជួបជាមួយនឹង Admin ម្ដងទៀតនៃរឿងវិថីឈ្មោះទៅរកភាពជោគជ័យភាគទី14អញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនាសាច់រឿងហ្មងទៅកាលពីចុងវគ្គទី13នេះយើងឃើញថាតួស្រីបានជាប់សក់ហើយតួប្រុសនឹងបានជួយដោះសក់ឲ្យនាងអញ្ចឹងណាតែពេលនោះដែរតួប្រុសបាននិយាយថាដោយសារតែបេះដូងគេនឹងនៅកន្លែងនោះឯងគេសម្ដៅទៅដល់ប៊ុនឈឹងយីអញ្ចឹងណាដោយសារតែមុននោះដែរតួស្រីបានសួរគេថាមិនបានប៊ុនឈឹងយីនឹងនៅតែបន្តមកថ្នាក់រៀននឹងទៀតទាំងតែគេមានអារម្មណ៍អត់ល្អបានតែក្រោយមកនឹងតួប្រុសក៏បានជួយដោះសក់ឲ្យនាងហើយដល់ពេលហើយនាងក៏បានអរគុណគេអញ្ចឹងណាបន្ទាប់មកពួកគេទាំងពីរនាក់នឹងក៏នាំគ្នារៀបចំសភៅទុកទៅបន្ទាប់មកសាច់រឿងឱកាសដល់ពេលយប់ដែលពួកគេទាំងពីរនាក់នឹងកំពុងនាំគ្នាដើរទៅផ្ទះអញ្ចឹងណាគណៈពេលនោះដែរមេខភ្លៀងហើយតួប្រុសក៏បានសួរនាងថានាងចូលចិត្តមេឃភ្លៀងណាស់មែនហើយតួស្រីក៏បានឆ្លើយថាហ្នឹងហើយពេលនោះដែរមេក៏ចាប់ផ្ដើមភ្លៀងហើយនាងក៏បានទាញដៃគេរត់ទៅជាមួយគ្នាអញ្ចឹងណាហើយពួកគេទាំងពីរនាក់នឹងក៏បានរត់កាត់តំណក់ទឹកភ្លៀងនឹងជាមួយគ្នាទៅដែលតួប្រុសបានក្នុងចិត្តថាឥឡូវហ្នឹងគេលែងស្អប់មេឃភ្លៀងទៀតហើយតែកាលពីមុនហ្នឹងតួប្រុសបានធ្លាប់ប្រាប់តួស្រីថាគេស្អប់ថ្ងៃដែលមានមេឃភ្លៀងមូលហេតុអីដែលតួប្រុសលែងស្អប់ហ្នឹងអ្នកនរគ្នាប្រហែលជាដឹងហើយតែគេបានរត់កាត់ទឹកភ្លៀងជាមួយនឹងតួស្រីអញ្ចឹងណាបានតិចក្រោយមកហ្នឹងពួកគេទាំងពីរនាក់ក៏បានរត់ទៅដល់ផ្ទះពេលដែលមកដល់មុខផ្ទះហ្នឹងតួស្រីក៏បានសើចតួប្រុសអញ្ចឹងណាដែលមើលសភាពគេហ្នឹងដូចជាញ៉ៃខ្លាំងណាស់នាងថានាងអាចឃើញគេបែបហ្នឹងពីមុនមកទេពេលនោះដែរក៏មានអីជាប់ភ្នែករបស់តួប្រុសអញ្ចឹងណាហើយនាងក៏បានបេះឲ្យគេហើយក៏និយាយថាដោយសារតែភ្នែកគេហ្នឹងសំខាន់ខ្លាំងណាស់អញ្ចឹងហើយអត់គួរឲ្យមានអីជាប់ក្នុងភ្នែកទេបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានមកគ្នាទៅវិញទៅមកអញ្ចឹងណាគណៈពេលហ្នឹងដែរតួប្រុសក៏បានហើទៅប៉ះមុខតួស្រីអត់ដឹងថាគេចង់ធ្វើអីទេហើយក៏មានសលេងកាត់ហើយគេក៏បាននិយាយថាមុនហ្នឹងមានតំណទឹកភ្លៀងជាប់លើភ្នែកតួស្រីគេក៏ថាភ្នែករបស់អ្នកគ្រូលេងហ្នឹងក៏សំខាន់ដែរបន្ទាប់មកគេក៏ឲ្យតួស្រីហ្នឹងចូលទៅក្នុងផ្ទះងូតទឹកក្តៅទៅកុំឲ្យបណ្ដាសាយតន់ក៏លេចទៅមកក្នុងផ្ទះតួស្រីវិញយើងបានងូតទឹកហើយគណៈពេលហ្នឹងដែរលោកយោឈៀនក៏បានឆាត់មកនាងតែគាត់បានឲ្យតួស្រីហ្នឹងបង្កើតករណី account របស់តួប្រុសហ្នឹងចូលទៅក្នុងសាលាដែរអញ្ចឹងណាដោយសារតែគេហ្នឹងគឺជាគ្រូបំផុតបណ្ដោះអាសន្នរបស់សាលាហុងជីងហើយគាត់ក៏បានផ្ដាំនាងថាកុំឲ្យភ្លេចការប្រឡងខែហ្នឹងហើយនាងក៏បានអរគុណគាត់ទៅបន្ទាប់ពីគាត់ប្រាប់ហើយនាងក៏បានទៅបើកកុំព្យូទ័រភ្លាមអញ្ចឹងណាហើយក៏បានចូលទៅក្នុងប្រព័ន្ធរបស់សាលាដើម្បីចុះឈ្មោះឲ្យតួប្រុសអ្នកពេលហ្នឹងដែរនៅពេលដែលនាងចុះឈ្មោះទៅករណីហ្នឹងគឺមានហើយតួស្រីក៏បាននឹកឃើញថានាងនៅមាន account មួយទៀតហើយនាងក៏បានទៅ copy លេខកូដពី account 6ស្លាកវាអក្សរគុយរបស់នាងហ្នឹងមកដាក់ចូលក្នុងហ្នឹងហើយនាងក៏បានចុះឈ្មោះឲ្យគេក៏ដូចជាដាក់ password ឲ្យតួប្រុសតាមហ្នឹងអញ្ចឹងទៅបន្ទាប់មកយើងក៏ឃើញថាតួស្រីហ្នឹងបានឆាតទៅតួប្រុសដែលគេនិយាយថាគេបានចុះឈ្មោះឲ្យតួប្រុសហ្នឹងចូលក្នុងប្រព័ន្ធ system របស់សាលាហើយតួប្រុសមើលសារនាងបណ្ដាក៏ញឹមបណ្ដាអញ្ចឹងណាគណៈពេលហ្នឹងដែរគេក៏បានសម័យទៅដល់រូបភាពមុនហ្នឹងដែលគេរត់កាត់មេឃភ្លៀងជាមួយនឹងនាងហើយតួប្រុសហ្នឹងក៏បានតបថាមេឃភ្លៀងនៅហុងជីងហ្នឹងស្អាតណាស់តួស្រីអត់ដឹងតបថាម៉េចទេក៏ដាក់រូបឥន្ទនូឲ្យគេមួយទៅហើយតួប្រុសហ្នឹងក៏បានហើនឹកឆាតទៅតួស្រីទៀតហើយគេក៏បាននិយាយថាចូលបើគេបរៀននាងជីកង់មិនដែរពេលហ្នឹងដែរយើងដឹងថាយោបោមកដល់តាំងពេលណាទេបានមកលួចមើលឆាតរបស់តួប្រុសអញ្ចឹងណាតែគេបាននិយាយថាភ្លៀងស្អាតគេកំពុងតែឆាតជាមួយនឹងអ្នកគ្រូលេងមែនហើយតួប្រុសក៏បានថាគេអត់គួរឲ្យសោតទាំងហ្នឹងទៅយោបោទេហើយគេក៏បានដើរចូលទៅក្នុងបាត់ទៅពេលហ្នឹងដែរយោបោបានតាមមកនិយាយជាមួយនឹងតួប្រុសថាគេហ្នឹងលងស្រឡាញ់តួស្រីអីមែនតួប្រុសក៏បានតបវិញថាគេអត់មានអីធ្វើទេមែនក្លឹបហេងជឺនោះបានប៉ាំងប្រាក់ខែគេទេមែនមកជាគេទៅនេះបែបហ្នឹងយោបោក៏បាននិយាយថាតួប្រុសឥឡូវនឹងបកកែម្បែសាច់រឿងដល់ហើយយោបោក៏បាននិយាយទៀតថាគេនឹងជួយតួប្រុសហ្នឹងឲ្យជ្រះចិត្តតួស្រីបានតែតួប្រុសហ្នឹងដូចអត់ទុកចិត្តគេទេគណៈពេលហ្នឹងដែរតួស្រីក៏បាន reply ឆាតតួប្រុសអញ្ចឹងណាយើងអត់ដឹងថានាង reply គេថាម៉េចទេតែយើងឃើញថាតួប្រុសហ្នឹងគេបានញញឹមអញ្ចឹងប្រហែលជានាងយកព្រមទៅហ៊ានជីកង់ជាមួយនឹងគេហើយបន្ទាប់មកតួប្រុសក៏បានសួរយោបោថាទៅផឹកជាមួយគេដែរអត់យោបោថាតោះយកល្អមកមិនគេផឹកជាមួយតួប្រុសលើអញ្ចឹងក៏បានដើរទៅយកទៅបន្ទាប់មកសាច់រឿងឱកាសដល់ថ្ងៃថ្មីដល់ថ្ងៃហ្នឹងដែរច្រាំងគឺបានសុតមេហ៊ានឲ្យតួស្រីអញ្ចឹងណាបានតិចក្រោយមកហ្នឹងគេក៏បានសូត្រចប់ហើយអ្នកគ្រូលេងហ្នឹងក៏បានដើរចេញមកក្រៅហើយនាងក៏បាននិយាយថាអបអរពួកគេហ្នឹងដែលបានបញ្ចប់មេហ៊ានទី1បន្ទាប់មកតួស្រីក៏បាននិយាយថាពួកយើងនឹងបន្តមេហ៊ានទី2នៃថ្នាក់សិក្សាយួនហើយនាងក៏បានរសេរអក្សរ3នៅលើក្តារខៀនពាក្យទី1មានន័យថាចំណាប់អារម្មណ៍ពាក្យទី2មានន័យថាកម្លាំងជំរុញហើយពាក្យចុងក្រោយគេមានន័យថាមតិកែលម្អនាងក៏បានសួរពួកគេថាបើសិនបើពួកគេហ្នឹងជួបរឿងអីដំបូងដែរធ្លាប់ស្គាល់តើពួកគេហ្នឹងនឹងមានប្រតិកម្មបែបម៉េចកូនសិស្សក៏បាននិយាយថាប្រហែលជាភ័យខ្លាចហើយអ្នកគ្រូលេងក៏បាននិយាយថាត្រូវហើយគឺភាពភ័យខ្លាចអញ្ចឹងថ្ងៃហ្នឹងដែរពួកគេនឹងរៀនពីអ្វីដែលពួកគេធ្លាប់ស្គាល់ក៏ដូចជាអ្វីដែលពួកគេចាប់អារម្មណ៍តែប្រើវិធីសាស្ត្ររៀនហ្នឹងតាមបែបវិទ្យាសាស្ត្រហើយអ្នកគ្រូលេងក៏បានសួរពួកគេថាតើពួកគេដឹងអត់នៅពេលដែលមនុស្សម្នាក់ចាប់ផ្ដើមរៀនភាសាបរទេសក៏ដូចជាគ្រាមភាសាហ្នឹងតើពួកគេរៀនអីមុនគេពេលហ្នឹងដែរក៏មានកូនសិស្សឆ្លើយថាប្រហែលជាពួកគេនឹងរៀនពាក្យចេហើយអ្នកគ្រូលេងក៏បាននិយាយថាអញ្ចឹងពួកយើងរៀនចេជាភាសាចិនបែបបុរាណទៅតែបានន័យថាពាក្យ clear ទាំងអស់ហ្នឹងគឺវាមានន័យត្រង់និងន័យធៀបអញ្ចឹងណាដែលន័យធៀបរបស់វានឹងដូចជាការប្រមាថការជេរអញ្ចឹងហើយអ្នកគ្រូលេងហ្នឹងក៏បានឲ្យច្រាំងហឹកហ្នឹងជាអ្នកចាប់ផ្ដើមហើយគេក៏បាននិយាយថាឈើពុកមិនអាចយកមកឆ្លាក់បានទេហើយជញ្ជាំងធ្វើពីលំមុកក៏មិនអាចយកមកលាបបានដែរបន្ទាប់មកអ្នកគ្រូលេងក៏បានហៅឈិនអោឲ្យនិយាយប៉ុន្តែឈិនអោគេថាហ៎
ដល់តែឃើញអញ្ចឹងអ្នកគ្រូលេងហ្នឹងក៏បានឲ្យគេខ្ចី iPad មើលសិនទៅហើយចឹងហើយក៏បាននិយាយឌឺគេថាពាក្យដែលគេនិយាយមួយហ្នឹងគឺត្រូវជាមួយនឹងឈិនអោខ្លាំងណាស់ពេលនោះដែរឈិនអោក៏បានរកឃើញហើយគេក៏បាននិយាយថាកូនក្មេងហ្នឹងគឺអត់សមចូលរួមពិភាក្សារឿងសំខាន់ទេហើយអ្នកគ្រូលេងហ្នឹងក៏បានឲ្យគេបញ្ចូលឃ្លាហ្នឹងមកហើយគេក៏បានបញ្ចូលថាមនុស្សល្ងងដូចជាអ្នកហ្នឹងគឺអត់សមពិភាក្សាយុទ្ធសាស្ត្រជាមួយនឹងគេទេហើយចឹងហើយហ្នឹងក៏បានងើបឡើងឆ្លើយឆ្លងជាមួយនឹងគេអញ្ចឹងណានិយាយទៅពីនេះហ្នឹងគឺនិយាយឌឺដងគ្នាទៅវិញទៅមកគណៈពេលនោះដែរតួស្រីគឺបានដក iPad ពីឈិនអោហើយពេលនោះដែរនាងឲ្យគេសាកនិយាយដល់មើល iPad អញ្ចឹងណាបានតិចក្រោយមកហ្នឹងឈិនអោក៏នឹកឃើញហើយគេក៏បានតបតទៅជាមួយនឹងជាងហឹកវិញដែរហើយអ្នកផ្សេងទៀតហ្នឹងក៏រសារគេថាចុងក្រោយហ្នឹងគេចេះជេរជាភាសាចិនបែបបុរាណនេះបន្ទាប់មកអ្នកគ្រូលេងក៏បានរសេរអក្សរកណ្ដុតរូបគីមីហើយនឹងភាសាចិនហ្នឹងនៅលើក្តារខៀនហើយក៏បានប្រាប់ពួកគេថាវាអាចទៅរួចទេដែលពួកគេហ្នឹងហ៊ានចេះហើយបានបន្ទុកច្រើនក្នុងរយៈពេលខ្លីចឹងហើយមកវិទ្យាគណិតវិទ្យារូបគីមីវិទ្យាហ្នឹងពួកគេត្រូវតែចេះមេរៀនក៏ដូចជាទិញរូបមន្តឲ្យចាំបានពួកគេហ្នឹងអាចបានបន្ទុកបានមកការបរិញ្ញាហ្នឹងក៏បានបញ្ចប់ហើយយើងឃើញថាតួស្រីហ្នឹងបានមកហ៊ានជិះកង់ជាមួយនឹងតួប្រុសតែតួប្រុសហ្នឹងបានជួយទប់កង់តួស្រីរហូតអញ្ចឹងណាគេបរិញ្ញានឹងកាច់ចកលអញ្ចឹងទៅបានតិចក្រោយមកហ្នឹងយើងឃើញថាតួស្រីហ្នឹងគឺចេះជិះកង់ហើយបន្ទាប់ពីនាងបានចេះជិះកង់ហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានជិះកង់តាមសួនច្បារលេងជាមួយនឹងគ្នាទៅបន្ទាប់មកសាច់រឿងក៏កាត់នៅពេលយប់នៅផ្ទះរបស់តួប្រុសដែលគេបានទៅបើកមើលទូកៅអៅរបស់គេអញ្ចឹងណាហើយក៏បានមើលណូតមួយចំនួនដែលគេណូតតាក់ទងជាមួយនឹងតួស្រីទាំងអស់ហើយគេបានសម័យពីចំណុចនីមួយៗដែលបានធ្វើជាមួយនឹងតួស្រីគណៈពេលជាមួយគ្នានឹងដែរគេបានដកក្តារទាំងអស់ហ្នឹងពីលើក្តារខៀនរបស់គេចេញហើយគេបានឈរឈ្មោះដែលគេធ្លាប់និយាយថាតួស្រីហ្នឹងគឺជាម្ចាស់ខាងលោកស្រុកបៀសកុយចឹងបានន័យថាគេឡើងសង្ស័យតួស្រីទៀតហើយបន្ទាប់មកសាច់រឿងកាត់ដល់ថ្ងៃថ្មីហើយនៅក្នុងថ្នាក់រៀនហ្នឹងសិនអោចេះមេរៀនទេគេបានមកសួរលីនលូហើយពួកគេទាំងពីរនាក់ហ្នឹងអត់ចេះដូចគ្នាហើយក៏បានលួចបើកទូរស័ព្ទមើលនៅក្នុងថ្នាក់អញ្ចឹងណាតែពេលនោះដែរលោកយុវជីនហ្នឹងគឺបានដើរកាត់ឃើញហើយគាត់ក៏បានចូលទៅថាឲ្យពួកគេពីរនាក់ហ្នឹងក៏បានដោះសារជាមួយនឹងលោកគ្រូជីនថាគេគ្រាន់តែមើលការបញ្យល់នៅក្នុងទូរស័ព្ទតាក់ទងជាមួយនឹងមេរៀនទេតែលោកគ្រូជីនហ្នឹងគឺគាត់អត់ខ្វល់ទេគាត់ឲ្យកូនសិស្សទាំងពីរនាក់ហ្នឹងដកទូរស័ព្ទឲ្យគាត់ហើយក៏បានដាក់ពិន័យពួកគេបន្ទាប់មកយើងក៏ឃើញថាពួកគេទាំងពីរនាក់ហ្នឹងដាក់ពិន័យឲ្យរត់នៅលើទីលានអញ្ចឹងណាគណៈពេលហ្នឹងដែរលីនលូបាននិយាយថាគេអត់សូវស្រួលពោះទេដោយសារតែថ្ងៃមិញហ្នឹងគេញ៉ាំអីខុសហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានរត់ទៅបន្ទប់ទឹកទាំងពីរនាក់ទៅពេលហ្នឹងដែរលីនលូកំពុងតែបត់ជើងអញ្ចឹងណាតែគេបានលើស្លេងមួយនៅខាងក្រោយបន្ទប់ទឹកហ្នឹងដូចជាគេឆ្លោះគ្នាហើយគេក៏បានស្រែកហៅឈិនអោហ្នឹងថាដូចជាមានរឿងអីកើតឡើងនៅខាងក្រោយបន្ទប់ទឹកហ្នឹងហើយពួកគេហ្នឹងក៏បានលួចមើលទៅហើយក៏ឃើញថាមានកូនសិស្សពីរនាក់ហ្នឹងកំពុងតែបូលូសិស្សម្នាក់ទៀតពួកគេហ្នឹងបានចាក់សភៅកូនសិស្សហ្នឹងចោលទាំងអស់អញ្ចឹងណាហើយពួកគេក៏បាននិយាយថាបើកូនសិស្សហ្នឹងខ្លាំងឲ្យគេទៅប្តឹងគ្រូទៅគ្រូហ្នឹងអត់ជឿគេទេដោយសារតែគេហ្នឹងគឺជាសិស្សបកាយនៅក្នុងថ្នាក់អញ្ចឹងហើយទោះបីជាកូនសិស្សហ្នឹងនិយាយអីក៏អត់មានគ្រូណាជឿដែរពេលនោះដែរឈិនអោធំអត់បានទេគេក៏បានចេញមកក្រៅដើម្បីជួយការពេលកូនសិស្សម្នាក់ហ្នឹងអញ្ចឹងណាដល់តែឃើញមានមនុស្សមកអញ្ចឹងកូនសិស្សពីរនាក់នេះគេក៏រត់ដើរចេញទៅថ្នាក់ប៉ុន្តែឈិនអោហ្នឹងបានខាត់គេតែពួកគេទាំងអស់គ្នាហ្នឹងត្រូវទៅជួបលោកយុវជនជាមួយនឹងគេតែកូនសិស្សពីរនាក់ហ្នឹងបាននិយាយថាកុំឲ្យឈិនអោហ្នឹងចេះដឹងរឿងគេអីគេតែខានលេងបាតតទៀតទៅពេលនោះដែរឈិនអោខឹងអញ្ចឹងណាខាត់ពួកគេហ្នឹងអត់ឲ្យទៅថ្នាក់ទេហើយពួកគេហ្នឹងក៏រវាយគ្នាគណៈពេលហ្នឹងដែរកូនសិស្សធាត់នេះបានវាយលេងលូបាត់ហើយតែកូនសិស្សដែលត្រូវគេបូលូហ្នឹងឃើញអញ្ចឹងគេក៏បានហើសភៅហ្នឹងរត់ទៅថ្នាក់បាត់ទៅទុកឲ្យពួកគេទាំង4នាក់ហ្នឹងនៅវាយបន្តគ្នាពេញហ្នឹងគណៈពេលនោះដែរក៏មានកូនសិស្សមកឃើញហើយសាច់រឿងឱកាសនៅពេលដែលពួកគេទាំង4នាក់ហ្នឹងបានមកជួបលោកគ្រូយុវជិនតែកូនសិស្សបូលូគេហ្នឹងមានឈ្មោះថាវូយុនជីគេបាននិយាយកុហកលោកយុវជិនថាគេបានអង្គុយទិញមេរៀននៅកន្លែងសួនច្បារបន្ទាប់មកគេក៏បានរកអីញ៉ាំហើយគេក៏បានចុកពោះអញ្ចឹងណាគេក៏បានទៅបន្ទប់ទឹកគណៈពេលហ្នឹងដែរគេក៏បានដាក់បុកឈិនអោហើយឈិនអោហ្នឹងក៏បានវាយគេហើយមិត្តភក្តិគេដែលរៀងធាត់ហ្នឹងក៏បានមកជួយគេអញ្ចឹងណាហើយឈិនអោក៏បាននិយាយថាគេកំពុងតែនិយាយកុហកហើយឈិនអោបានប្រាប់លោកយុវជិនថាពេលហ្នឹងដែរពួកគេកំពុងតែធ្វើបាបកូនសិស្សម្នាក់គេក៏បានចូលទៅការពារអញ្ចឹងណាហើយលោកយុវជិនហ្នឹងក៏បាននិយាយថាអញ្ចឹងគេទទួលស្គាល់ឲ្យមែនថាគេជាអ្នករុញកូនសិស្សហ្នឹងហើយឈិនអោក៏បាននិយាយថាដោយសារតែគេហ្នឹងវាយលេងលូមុនទេហើយកូនសិស្សយុនជីហ្នឹងក៏បាននិយាយថាឈិនអោកំពុងតែនិយាយកុហកការប្រឡងចិត្តម្ដងហើយគេមិនដឹងអាចទៅវាយមនុស្សបានទៅតែគេព្យាយាមមកកែអញ្ចឹងណាហើយគេក៏ថានៅសាលាទាំងមូលហ្នឹងណាគេក៏ដឹងថាឈិនអោហ្នឹងជាមនុស្សដែលឆេះឆាវដែរអញ្ចឹងវាអាចទៅរួចខ្លាំងណាស់សម្រាប់គេពេលហ្នឹងដែរឈិនអោក៏បានបកកាយតវ៉ាហើយក៏បានប្រាប់លោកគ្រូជីនថាគេនិយាយជាលើកចុងក្រោយគឺគេមិនជាអ្នកធ្វើទេតែពេលហ្នឹងដែរគេកំពុងតែឃើញកូនសិស្សហ្នឹងត្រូវគេធ្វើបាបអញ្ចឹងគេឃើញរឿងបែបហ្នឹងគេគ្រាន់តែទៅជួយទេពេលហ្នឹងដែរឈិនអោហ៊ាននិយាយខ្លាំងអញ្ចឹងណាហើយលោកយុវជិនហ្នឹងក៏បានថាឲ្យគេតែរាល់ថ្ងៃហ្នឹងគេក៏តែដើរបករឿងអត់គិតខំប្រឹងរៀនទេហើយលេនឡូក៏បានជួយនិយាយថាតាមពិតទៅចុងយីហ្នឹងគឺជាអ្នកកុហកទេហើយកូនសិស្សពួកគេធ្វើបែបហ្នឹងគឺរៀននៅថ្នាក់ទី11បន្ទប់ទី4ដែលនិចណាមរបស់គេហ្នឹងគឺជាកូនកណ្ដោតូចពួកគេទាំងពីរនាក់ហ្នឹងគឺបានធ្វើឲ្យសភៅកូនសិស្សម្នាក់ហ្នឹងប្រឡាក់ហើយថែមទាំងជន់សភៅកូនសិស្សម្នាក់ហ្នឹងទៀតបើសិនជាលោកគ្រូអត់ជឿទេឲ្យគេទៅហៅមកដល់លើអញ្ចឹងលោកយុវជិនហ្នឹងក៏បានឲ្យលោកគ្រូនៅចិត្តហ្នឹងទៅហៅកូនសិស្សម្នាក់ហ្នឹងមកឲ្យយកកាតាបគេមកផងតិចក្រោយមកហ្នឹងលោកគ្រូហ្នឹងក៏បាននាំកូនសិស្សម្នាក់ហ្នឹងមកហើយឈិនអើបានប្រាប់កូនសិស្សហ្នឹងថាឲ្យប្រាប់លោកយុវជិនទៅថា
ពីអ្នកនឹងធ្វើមិនខ្លាចដាក់គេនៅក្រោយបន្ទប់ទឹកឲ្យគេនឹងនិយាយតាមថងទៅមិនខ្លាចទេហើយលោកយុជិននឹងក៏ឲ្យកូនសិស្សនឹងនិយាយមកហើយកូនសិស្សនឹងក៏បាននិយាយថាពេលមកសម្រាប់នឹងគេអត់បានចាក់ចេញពីថ្នាក់ទេពេលនឹងដែរឆានអោក៏បាននិយាយថាឲ្យគេនឹងនិយាយការពិតមកចាំបាច់កុហកទេតែកូនសិស្សនឹងអត់ហ៊ាននិយាយទេដោយសារតែខ្លាចយងជីនឹងធ្វើបាបគេទៀតអញ្ចឹងណាគណៈពេលនឹងដែរលិនលូក៏បានទិញកាតាបគេមកមើលហើយពេលដែលបើកមកនឹងគឺឃើញថាសភៅទាំងអស់នឹងមិនជាសភៅរបស់កូនសិស្សម្នាក់នឹងទេអត់ប្រឡាក់ដីហើយអត់មានឈ្មោះទៀតហើយឆានអោក៏បាននិយាយថាគេប្រហែលជាដោសភៅហើយក៏ងាកទៅសួរកូនសិស្សនឹងថាសភៅទាំងអស់នឹងនៅកន្លែងណាឲ្យគេឆាប់ប្រាប់ការពិតមកហើយលោកយុជិននឹងក៏បាននិយាយថាឆានអោនឹងល្មមបានហើយគាត់ក៏ឲ្យលោកគ្រូម្នាក់ទៀតនឹងនាំកូនសិស្សទាំង3នាក់នឹងទៅថ្នាក់ទៅពេលនឹងដែរឆានអោខឹងខ្លាំងអញ្ចឹងណាហើយគេក៏បានបោកសភៅចោលហើយក៏បានហៅឈ្មោះលោកគ្រូយុជិននឹងថាជិនឡៅយ៉ៅហើយក៏បាននិយាយទៀតថាដោយសារតែពួកគេនឹងហ៊ានបកកែមែនបានជួយលាក់បាំងរឿងទាំងអស់នឹងឲ្យពួកគេពេលនឹងដែរលោកគ្រូយុជិនខឹងឆានអោខ្លាំងដោយសារតែគេហ៊ានហៅឈ្មោះរបស់គាត់ហើយគាត់ក៏បាននិយាយថាខំប្រឹងរៀនហើយហ៊ានប្រមាថមើលងាយគ្រូទៀតអញ្ចឹងតែហាណាព្យាបាលមកហើយឆានអោក៏បាននិយាយថាគេអត់ខ្លាចតែហៅមកហើយគេក៏បានយកទូរស័ព្ទនឹងតែហាណាព្យាបាលមកដោយខ្លួនឯងបានតែក្រោយមកនេះយើងក៏ឃើញថាប៉ារបស់ឆានអោនឹងបានមកដល់សាលារៀនហើយពេលនឹងដែរលោកគ្រូយុជិនក៏បាននិយាយថាសិស្សទាំងពីរនាក់នឹងគឺបានលួចលេងទូរស័ព្ទនៅក្នុងថ្នាក់បន្ទាប់មកនឹងក៏បានធ្វើបាបសិស្សដទៃហើយក៏បានប្រកែកប្រខូចសិស្សផ្សេងទៀតហើយម៉ារបស់លីនលូនឹងក៏បាននិយាយថាកូនរបស់គាត់នឹងគឺមិនជាមនុស្សដែលចូលចិត្តធ្វើបាបគេទេឲ្យលោកគ្រូនឹងជួយឆែកមើលម្ដងទៀតទៅហើយលោកគ្រូនឹងក៏បាននិយាយថាពួកយើងបានស៊ើបហើយក៏បានហៅកូនសិស្សម្នាក់នឹងមកសួរដែរដែលគេបាននិយាយថាអត់មានរឿងអីកើតឡើងទេហើយនឹងដែរឪពុករបស់ឆានអោនឹងក៏បានសួរកូនថាប្រាប់គាត់តាមធម្មតាថាមានរឿងអីកើតឡើងឆានអោក៏បាននិយាយថាតើគេនឹងត្រូវនិយាយរឿងនឹងប្រហែលដងទៀតហើយឆានអោក៏បាននិយាយរឿងប្រាប់ប៉ាគេតាមនឹងទៅហើយលីនលូក៏បានជួយនិយាយថាពួកគេនឹងគឺអត់បានកុហកទេពេលនឹងដែរលោកគ្រូយុជិនក៏បាននិយាយថាពួកគេទាំងពីរនឹងគឺមួបកាច់សិស្សផ្សេងអញ្ចឹងហើយពួកគេត្រូវទទួលវិន័យរបស់សាលាហើយឆានអោក៏បានប្រកែកជាមួយនឹងលោកគ្រូជិនថាពួកយើងនឹងក៏បានធ្វើអីខុសទេមិនបងពួកយើងនឹងត្រូវទទួលវិន័យពេលនឹងដែរប៉ារបស់ឆានអោក៏បានថាឲ្យកូនថាគេនឹងនិយាយជាមួយនឹងគ្រូនឹងស្រួលបួតិចទៅហើយឲ្យគេនឹងសុំទោសលោកគ្រូឆានអោក៏នៅតែប្រកែកលឿនជាមួយនឹងប៉ាគេថាគេមានបានធ្វើអីខុសទេអញ្ចឹងគេចាំបាច់សុំទោសទេដែរប៉ារបស់ឆានអោខឹងខ្លាំងអញ្ចឹងណាហើយគាត់ក៏បានតែកភ្លៀងឆានអោមកដែរហើយគាត់ក៏នៅតែនិយាយឲ្យឆានអោនឹងសុំទោសលោកគ្រូទៅឥឡូវហ្នឹងគាត់និយាយលេងស្ដាប់ហើយមានកម្រងចង់ឈប់រៀនមែនចង់ទៅធ្វើសំណងមែនហើយឆានអោក៏បាននិយាយថាគេនិយាយជាលើកចុងក្រោយគេអត់បានធ្វើអីខុសទេហើយគេក៏អត់បានកុហកដែរនិយាយចប់គេក៏បានដើរចេញទៅហើយលីនលូក៏ហៅទៅតាមម៉ាក់គេខ្វាន់អញ្ចឹងណាហើយលោកគ្រូជីននឹងក៏បាននិយាយទៀតថាមើលអាកប្បកិរិយារបស់កូនសិស្សទៅលោកគ្រូនៅសាលាហ្នឹងគឺអប់រំពួកគេលេងកើតហើយឲ្យពុកម៉ែហ្នឹងយកកូនហ្នឹងទៅផ្ទះអប់រំខ្លួនឯងទៅតោះមកសាច់រឿងឱកាសនៅផ្ទះវត្តទូស័យដែលពេលហ្នឹងដែរលីនលូបានតែមកប្រាប់អ្នកគ្រូលីនថាឆានអោហ្នឹងអត់បានទៅផ្ទះទេកាលពីថ្ងៃមិញហ្នឹងគេបានឆ្លុះគ្នាជាមួយនឹងប៉ាគេដែលប៉ាគេហ្នឹងបានតែកភ្លៀងគេមកដែរអញ្ចឹងហើយគេអត់បានយកទូរស័ព្ទទៅតាមខ្លួនទេគេតែអត់ចូលហើយឥឡូវហ្នឹងគេអត់តន់ទៅផ្ទះទៀតតែលើអញ្ចឹងអ្នកគ្រូលីនក៏បាននិយាយថាចាំគេហ្នឹងទៅតាមហៅឆានអោឲ្យលីនដូហ្នឹងទៅផ្ទះទៅដោយសារតែឥឡូវហ្នឹងយប់ជ្រៅហើយបន្ទាប់មកទូស័យហ្នឹងក៏បានតែទៅប្រាប់ទូប្រុសតាមសាច់រឿងហ្នឹងទៅឲ្យគេហ្នឹងជួយទៅហៅឆានអោជាមួយនឹងគ្នាអញ្ចឹងសាច់រឿងឱកាសនៅពេលដែលទូប្រុសនិងទូស័យហ្នឹងដើរតាមហៅឆានអោនៅកន្លែងលេងហ្គេមពួកគេដើរហៅមើលសតួយបន្តែអត់មានឃើញឆានអោទេហើយក៏បានចេញមកក្រៅវិញភ្លាមហ្នឹងដែរទូស័យក៏បាននឹកឃើញថាពួកគេនៅសមមកកន្លែងទៀតដែលអត់ទាន់ទៅតែវាជាកន្លែងសម្ងាត់របស់ឆានអោហើយនឹងក្មេងៗដែលគេប្រាប់ទូស័យកាលពីលើកមុនអញ្ចឹងហើយនាងក៏បាននាំទូប្រុសមកហៅគេនៅកន្លែងហ្នឹងប៉ុន្តែដើរហៅមើលសតួហើយគឺអត់មានឃើញឆានអោនៅកន្លែងហ្នឹងទេហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានឈប់អង្គុយនិយាយគ្នាសិនទៅទូស័យក៏បាននិយាយថាទោះបីជាមានផុសតាងប៉ុន្តែនាងជឿថាឆានអោហ្នឹងត្រូវបានគេចាប់ប្រកាន់ហើយនាងក៏បាននិយាយរឿងការពីនៅក្មេងហ្នឹងប្រាប់ទូប្រុសថាប៉ារបស់នាងហ្នឹងធ្លាប់សន្យាថានៅពេលដែលគាត់មកពីធ្វើការវិញនឹងនាំនាងទៅសួនសត្វហើយនៅពេលដែលនាងរៀនបានលេខ1ហ្នឹងគាត់នឹងទិញរបស់ដែលនាងចូលចិត្តឲ្យប៉ុន្តែគាត់ដែរធ្វើតាមពាក្យសន្យាទេតែគាត់តែងតែយកលេសថាប៉ារវល់ទៅពេលអញ្ចឹងទៅទូស័យក៏បានសំលុយខ្លួនឯងដើម្បីទិញរបស់ទាំងអស់ហ្នឹងប៉ុន្តែប៉ារបស់ខ្លួនហ្នឹងបែរជាចាប់ប្រកាន់នាងថាលួចលុយរបស់គាត់ហ្នឹងយកទៅទិញបន្ទាប់មកប៉ារបស់នាងហ្នឹងក៏បានយករបស់ទាំងអស់ហ្នឹងទៅបោះចោលគាត់គឺដែរជឿនាងទេទោះបីជាក្រោយមកហ្នឹងគាត់រកឃើញលុយក៏ដោយក៏គាត់ហ្នឹងអត់សុំទោសនាងវិញដែរហើយនាងក៏និយាយទៀតថាអារម្មណ៍ដែលត្រូវគេចាប់ប្រកាន់ហ្នឹងគឺវាដាក់ជាប់នៅក្នុងចិត្តអញ្ចឹងឥឡូវហ្នឹងនាងនៅតែចាំរឿងទាំងអស់ហ្នឹងប៉ុន្តែប្រហែលជាប៉ារបស់នាងហ្នឹងគឺភ្លេចអស់ហើយអញ្ចឹងហើយបានជានាងចង់ជួយឆានអោឲ្យតាមហៅឆានអោឲ្យឃើញហើយទូប្រុសក៏បាននិយាយថាមិនបារម្ភទេពួកយើងនឹងហៅឆានអោឲ្យឃើញតមកសាច់រឿងឱកាសនៅពេលដែលពួកគេទាំងពីរនាក់ហ្នឹងចេញពីកន្លែងសម្ងាត់ហ្នឹងវិញហើយគណៈពេលហ្នឹងដែរមេឃភ្លៀងហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានចូលឆោកនៅកន្លែងបន្ទប់ដាក់សម្ភារៈសិក្សាហើយទូប្រុសក៏បាននិយាយថាឥឡូវហ្នឹងយប់ហើយពួកយើងគួរទៅសម្រាប់សិនទៅហៅទាំងយប់អញ្ចឹងក៏ហៅអត់ឃើញដែរបើសិនជាស្អែកនៅតែហៅអត់ឃើញទៀតចាំពួកយើងតែផ្ដុំកលេសហើយទូស្រីក៏បាននិយាយថាយកព្រមគេតែទៅប៉ាវ៉ាឆានអោសិនហើយប៉ាវ៉ាឆានអោហ្នឹងក៏បានសួរអ្នកគ្រូលីនថាហៅគេឃើញនៅហើយគាត់ក៏និយាយទៀតថាគាត់សុំទោសផងដែលគាត់បកករឿងហ្នឹងកាត់ឡើងបើសិនជាគាត់ហៅឆានអោឃើញគាត់នឹងប្រាប់អ្នកគ្រូលីនភ្លាមដល់មកសាច់រឿងកាត់ដល់ពេលព្រឹកថ្ងៃថ្មីដែលយើងឃើញទូស្រីហ្នឹងកំពុងតែនិយាយជាមួយប៉ាឆានអោហើយគ្រាមក៏បានប្រាប់ទូប្រុសថាប៉ាឆានអោហ្នឹងហៅគេគ្រប់កន្លែងអត់ទាន់ឃើញទេទូប្រុសក៏បាននិយាយថាពួកយើងក៏ទៅហៅនៅតាមហាងអ៊ីនធឺណិតហើយទូប្រុសក៏បានសួរទូស្រីថានាងអត់អីទេមែនមើលទៅ
ទៅដូចជាហត់ខ្លាំងណាស់ទោះស្អីក៏ថានាងអត់អីទេពេលនឹងដែរលេងលោកក៏បានឆានមកប្រាប់ទូផលថាគេមានបងប្អូនចរនមួយធ្វើការនៅកន្លែងការដ្ឋានសំណង់តែគេប្រាប់ថាគេប្រហែលជាឃើញឈិនអោនៅកន្លែងហ្នឹងតើទៅលើអញ្ចឹងទូផលក៏បានឆានប្រាប់លេងលោកវិញថាគេនឹងទៅកន្លែងហ្នឹងឥឡូវហ្នឹងបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏នាំគ្នាហៅតាក់ស៊ីជិះទៅហៅឈិនអោទៅបន្ទាប់មកសាច់រឿងកាត់នៅថ្នាក់របស់លេងលោកនៅពេលហ្នឹងដែរគេបានទៅសេកថាឲ្យយូមីងដេញនិយាយថាពួកយើងនឹងត្រូវទៅហៅឈិនអោគណៈពេលហ្នឹងដែរលេងលោកក៏បានធ្វើពុតជាឈើយូមីងហ្នឹងក៏បានមកជួយអញ្ចឹងណាហើយក៏ប្រាប់អ្នកគ្រូទៅថាលេងលោកហ្នឹងអត់សូវស្រួលខ្លួនទេត្រូវទៅបន្ទប់ពេទ្យហើយពួកគេទាំងពីរនាក់ហ្នឹងក៏ចេញទៅហើយយើងឃើញថាពួកគេទាំងពីរនាក់ហ្នឹងបានមកហៅជាងហឺក៏បានសុំលោកគ្រូហ្នឹងថាទៅបន្ទប់ពេទ្យដោយសារតែគេហ្នឹងអត់សូវស្រួលខ្លួនហើយគេក៏បានចេញទៅបាត់ដែរហើយយើងក៏ឃើញយូមីងហ្នឹងបានមកហៅកូនសិស្ស3នាក់នេះដែលនៅថ្នាក់ពិសោធន៍អញ្ចឹងណាដល់ពេលឃើញអញ្ចឹងពួកគេក៏បានលួចដើរចេញទៅក្រៅទៅបន្ទាប់មកយើងក៏ឃើញថាលេងលោកហ្នឹងបានមកហៅកូនសិស្ស3នាក់នេះនៅក្នុងថ្នាក់ម្ដងពេលហ្នឹងដែរប្រធានក្រុមហ្វូធ្វើពុតជាឈើអញ្ចឹងណាគេឈឺពូផងឈឺកាពះផងហើយក៏បានសុំអ្នកគ្រូហ្នឹងចេញទៅក្រៅទៅហើយកូនសិស្សទាំងពីរនាក់នេះគឺអ្នកជួយគេអញ្ចឹងណាដល់ពេលហើយពួកគេបានចេញមកដល់ក្រៅហ្នឹងក៏នាំគ្នារត់ទៅគណៈពេលហ្នឹងដែរយើងក៏ឃើញថាវិនឈឹងយីហ្នឹងឃើញពួកគេដែរតែអត់ដឹងថាវិនឈឹងយីហ្នឹងតាមពួកគេអត់ទេចុះបន្ទាប់ហ្នឹងគេបង្ហាញឲ្យឃើញពីឈិនអោដែលគេធ្វើការនៅកន្លែងការដ្ឋានសំណង់អញ្ចឹងណាពេលហ្នឹងតួស្រីនិងតួប្រុសហ្នឹងគឺបានមកឃើញឈិនអោហើយគេក៏បានសួរថាហេតុអីមកជាឈិនអោហ្នឹងនៅកន្លែងហ្នឹងឈិនអោឃើញអញ្ចឹងហ្នឹងក៏បានហត់កិច្ចពីពួកគេទាំងពីរនាក់ខូលេនហ្នឹងក៏បានដើរតាមគេហើយឈិនអោក៏បានងាកមកនិយាយថាមិនបានអ្នកទាំងពីរហ្នឹងនៅកន្លែងហ្នឹងហើយគេនិយាយទៀតថាមិនឲ្យអ្នកទាំងពីរហ្នឹងខ្វល់ខ្វាយពីគេទេចេញពីកន្លែងហ្នឹងទៅតែប៉ារបស់គេហ្នឹងគឺនិយាយត្រូវហើយដែលគេកាត់មកហ្នឹងសម្រាប់តលីសែងអញ្ចឹងទេហើយគេក៏ដើរចេញទៅគណៈពេលហ្នឹងដែរកូនសិស្សផ្សេងទៀតហ្នឹងគឺបានមកដល់កន្លែងហ្នឹងហើយក៏បានស្រែកហៅឈិនអោអញ្ចឹងណាហើយពួកគេក៏បាននិយាយថាពួកយើងនៅឈិនអោខ្លាំងណាស់គេបាត់ទៅណាពេលហ្នឹងដែរឈិនអោក៏បានមកមុខពួកគេអញ្ចឹងណាឃើញថាពួកគេមកគ្រប់គ្នាសម្បីតែវិនឈឹងយីហ្នឹងក៏គេបានមកដែរហើយគេក៏បាននិយាយថាអ្នកទាំងអស់គ្នាហ្នឹងមិនបារម្ភពីគេទេនាំគ្នាចេញទៅវិញទៅពេលហ្នឹងដែរចាំងហឺក៏បានវាយគេអញ្ចឹងណាហើយកូននិយាយថាឈិនអោហ្នឹងខ្លាចជាមនុស្សកំសាកតាំងពីពេលណាឈិនអោអត់មានតបតវិញទេក៏បាននិយាយថាឲ្យអ្នកគ្រូលេងហ្នឹងនាំពួកគេទាំងអស់គ្នាហ្នឹងទៅវិញទៅកន្លែងហ្នឹងវាញ៉ៃខ្លាំងណាស់ពេលហ្នឹងដែរប្រធានក្រុមហ្វូក៏បាននិយាយថាខេងពួកយើងគឺជាក្រុមតែមួយអញ្ចឹងបើសិនជាគេធ្វើការសំណងលើកអត់ពួកយើងទាំងអស់គ្នាហ្នឹងក៏ជួយគេធ្វើដែរហើយអ្នកផ្សេងទៀតហ្នឹងក៏បាននិយាយថាគេនឹងជួយឈិនអោហ្នឹងធ្វើការទាំងអស់ហ្នឹងហើយពួកគេទៅនាំគ្នាដើរទៅយកមុខមកពាក់ទៅគណៈពេលហ្នឹងដែរក៏មានមេការសំណងម្នាក់ដែរមកសួរថាពួកគេកំពុងតែធ្វើអីអញ្ចឹងណាហើយអ្នកគ្រូលេងក៏បានចូលទៅប្រាប់គាត់ថាពួកគេទាំងអស់គ្នាហ្នឹងមកពីសាលាហុងជីងហើយនាងហ្នឹងគឺជាគ្រូរបស់ពួកគេពួកយើងមកហ្នឹងគឺគ្រាន់តែធ្វើតាមគោលការណ៍របស់សាលាទេចាំឲ្យលោកមេការហ្នឹងជួយចេញ certificate ឲ្យពួកយើងផងហើយនាងក៏បានអរគុណគាត់អញ្ចឹងទៅហើយគាត់ក៏បានដើរទៅវិញទៅពេលហ្នឹងដែរឈិនអោបានមើលទៅពួកគេទាំងរំភើបអញ្ចឹងណានឹកស្មានថាពួកគេហ្នឹងមានទឹកចិត្តជាមួយខ្លួនដល់ថ្នាក់ហ្នឹងទេហើយហ្នឹងដែរអ្នកគ្រូលេងក៏បានដើរមកនិយាយជាមួយឈិនអោថាអ្នកទាំងអស់គ្នាហ្នឹងហៅឈិនអោថាច្បាយហើយឈិនអោហ្នឹងចង់បោះបង់ចោលពួកគេទាំងអញ្ចឹងមែនអោក៏បានតបថាមែនគេចង់បោះបង់ពួកគេចោលទេគ្រាន់តែគេហ្នឹងអត់ចង់ត្រឡប់ទៅវិញតែប៉ារបស់គេហ្នឹងតែងតែមើលងាយគេហើយគាត់គិតថាគេហ្នឹងនិយាយក៏ហត់អត់មានអ្នកគេម្នាក់ហ្នឹងជឿគេទេហើយហ្នឹងដែរអ្នកគ្រូលេងក៏បាននិយាយថានាងជឿគេពួកយើងទាំងអស់គ្នាហ្នឹងជឿគេទាំងគ្រូបង្វឹកទាំងនាងហើយនឹងក្រុមក្មេងៗហ្នឹងគឺជឿគេទាំងអស់ចឹងហើយគេឈប់ហត់កិច្ចពីបញ្ហាទៅឲ្យទៅបង្ហាញថាគេហ្នឹងមិនមែនជាអ្នកខុសទេហើយឲ្យអ្នកដែលជឿឈិនអោហ្នឹងពួកគេទទួលស្គាល់កំហុសរបស់ពួកគេហើយឈិនអោក៏បានសួរថាពួកគេនឹងទទួលស្គាល់កំហុសមែនអ្នកគ្រូលេងក៏បានតបថាពួកគេនឹងទទួលស្គាល់កំហុសបន្ទាប់មករឿងរបស់យើងភាគទី14ហ្នឹងគឺស្លេះធំតែប៉ុណ្្នឹងចង់ដឹងថាសាច់រឿងបន្តនឹងទៅជាយ៉ាងណាកុំភ្លេចតាមដានជាមួយនឹង admin ទាំងអស់គ្នានៅភាគក្រោយណាហើយកុំភ្លេចចុច like ក៏ដូចជា subscribe channel admin ម្នាក់មួយផងអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ